កតំបន់សន្តិភាពកូនចៅសែនស្រណុកមានអ្វីកើតទុកប្រតែងអភិវឌ្ឍហូរហាទុំទាំងស្នូលស្អីចំណែកយើងស្នងត្រកូលខំរៀនប្រមូលចំណេញដឹងក្នុងខួរក្បាលធ្វើជាសិស្សល្អសងគុណអាណាព្យាបាលចំណេញជាថ្នាលឲ្យយើងអភិវឌ្ឍខ្ពង់ខ្ពស់សូមអរគុណលោកគ្រូអ្នកគ្រូខំលះបង់ខំតស៊ូបងរៀនយើងថាមិនដែលរអ៊ូទោះជាយ៉ាងណាក៏ស្នាមញញឹមចូលក្រុមគ្នាមានក្តីសង្ឃឹមយើងមិនភ្លេចគុណលោកនឹងទេយើងនឹងសងគុណទ្វេលោកគ្រូអ្នកគ្រូគ្រប់គ្នាក៏អរគុណសន្តិភាពឲ្យកូនចាប់គុណព្រាមបានរៀនស្កិនស្គៀមដោយមិនភ័យខ្លាចអរគុណពុកម៉ែលោកគ្រូអ្នកគ្រូសេងជូសូម៉ាញ់ពួកយើងនឹងបដិញ្ញាធ្វើជាពលរដ្ឋល្អលោកគ្រូអ្នកគ្រូខំលះបង់ខំតស៊ូបងរៀនយើងថាមិនដែលរអ៊ូទោះជាយ៉ាងណាក៏ស្នាមញញឹមចូលក្រុមគ្នាមានក្តីសង្ឃឹមយើងមិនភ្លេចគុណលោកនឹងទេយើងនឹងសងគុណទ្វេលោកគ្រូអ្នកគ្រូគ្រប់គ្នាក៏អរគុណសន្តិភាពឲ្យកូនចាប់គុណព្រាមបានរៀនស្កិនស្គៀមដោយមិនភ័យខ្លាចអរគុណពុកម៉ែលោកគ្រូអ្នកគ្រូសេងជូសូម៉ាញ់ពួកយើងនឹងបដិញ្ញាធ្វើជាពលរដ្ឋ